នៅពេលដែលប្រនាងរបស់យើងវិនយិនស៊ូគាត់កំពុងតែនិយាយជាមួយនឹងម្ចាស់បងរបស់ខ្លួនដែលជាសម្ដេចឈឹងអាននោះនាងក៏ទទួលបានអារម្មណ៍ខ្សែដៃរបស់នាងបញ្ចេញនៅវេទមន្តដែលជាសញ្ញានៃកំហឹងរបស់តួប្រុសអញ្ចឹងហើយនាងក៏បានដើរមកមើលប៉ុន្តែបានឃើញអីនោះទេបន្តិចក្រោយមកតួប្រុសរបស់យើងនឹងគាត់ដើរទៅវិញដូចជាទើបតែចូលមកក្នុងបន្ទប់នឹងអញ្ចឹងដែលអរគុណដែលប្រនាងបានឲ្យទៅថ្នាំនៅសម្រាប់ថាលាបរបួសឲ្យគេអញ្ចឹងណាហើយគេបានហៅប្រនាងថាបងស្រីនៅពេលហ្នឹងសម្ដេចឈឹងអាននឹងគាត់ក៏យកដាវគម្រាមភ្ជង់ទៅលើកករបស់តួប្រុសប៉ុន្តែត្រូវបានប្រនាងវិនយិននឹងគាត់ឲ្យដាក់ដាវចុះទៅរួចក៏សួរថាតើមកនឹងគ្រាន់តែចង់អរគុណខ្ញុំរឿងថ្នាំលាបរបួសនឹងទេមែននៅពេលហ្នឹងតួប្រុសគាត់ក៏តបទៅវិញថាពិតមែនហើយប្រនាងគាត់ក៏យកដៃមកច្បូតចង្ការរបស់តួប្រុសបែបនេះដែលនៅក្នុងពេលហ្នឹងនាងបាននិយាយថាអីទេចំពោះឯងមួយខ្ញុំពេញចិត្តពេលហ្នឹងសម្ដេចឈឹងអានគាត់ចំណានគាត់ថាអត់ទេប្រនាងឃើញប្រនាងរដងតែធ្វើបែបហ្នឹងចំពោះខ្ញុំមិនដែលធ្វើដាក់ដាណាផ្សេងទេមិនបានចេះឥឡូវធ្វើដាក់គេដែរអញ្ចឹងនៅពេលហ្នឹងប្រនាងថាម្ចាស់បងពីមុននឹងឥឡូវវាខុសប្លែកគ្នាក្រែងមនុស្សមានការប្រែប្រួលមករហូតពីមុនខ្ញុំចូលចិត្តពណ៌ក្រហមឥឡូវខ្ញុំលែងចូលចិត្តពណ៌ក្រហមហើយបងក៏ដូចគ្នាដែរពីមុនខ្ញុំចូលចិត្តម្ចាស់បងតែឥឡូវខ្ញុំលែងចូលចិត្តម្ចាស់បងហើយមានអីខុសប្លែកនៅពេលហ្នឹងសម្ដេចឈឹងអានគាត់ក៏ដើរចាក់ចេញពីកន្លែងហ្នឹងទាំងអារម្មណ៍ក្រៀមក្រំនិងក្តៅក្រហាយចំពោះតួប្រុសខ្លាំងមែនទែនតួប្រុសនៅពេលដែលឃើញសម្ដេចឈឹងអានគាត់ចាក់ចេញទៅបាត់ហើយអញ្ចឹងគាត់ក៏បែរជាមកលាប្រនាងហ្នឹងចាក់ចេញពីបន្ទប់ដែលទៅដោយឲ្យប្រនាងហ្នឹងឆាប់ចូលទៅសម្រាប់ទៅដើម្បីមានកម្លាំងកាយកម្លាំងចិត្តព្រឹកស្អែកហ្នឹងចាំបន្តការងារទៀតអញ្ចឹងណាក៏ប៉ុន្តែប្រនាងគាត់នៅតែមានការសង្ស័យចំពោះធម្មពលដែលចេញពីខ្សែដៃចេញពីដៃរបស់គាត់អំបញ្ញមិញហ្នឹងវាពិតជាច្បាស់ណាស់ថាអំបោះនៃចិត្តស្អប់ហ្នឹងវាបានរីកចេញមកមែនហេតុអីបានជាគេដើរមកដោយអត់មានរឿងអីកាត់ឡើងអញ្ចឹងតែในការពិតទៅវាគ្រាន់តែជាការសម្ដែងរបស់ទូប្រុសកុំឲ្យប្រនាងមានការសង្ស័យតែប៉ុណ្ណោះនៅពេលដែលទូប្រុសរបស់យើងគាត់បានត្រឡប់មកបន្ទប់វិញជាមួយនឹងកំហឹងចងអាឃាតយ៉ាងខ្លាំងថានៅចំពោះមុខសត្រូវសម្រាប់គ្រួសារប៉ុន្តែអាចធ្វើអីគេបានអញ្ចឹងណាបើជាមកពួនពាក្យផ្អែមល្ហែមទៅទៀតនោះធ្វើឲ្យគាត់នឹងរៀងចុកឈាមដែរហើយម្យ៉ាងវិញទៀតវាដូចជានៅពេលដែលបានជួបជាមួយប្រនាងបានដាំដុះអ្វីនៅក្នុងខ្លួនរបស់គាត់អញ្ចឹងណាដើម្បីប្រើប្រាស់ចិត្តស្អប់របស់គាត់នឹងធ្វើការដាំដុះឆ្អឹងបិសាចនៅក្នុងខ្លួននឹងឯងស្រាប់តែនៅពេលដែលទូប្រុសគាត់បានសន្លប់មកលើខ្នើយបន្ទាប់ពីគួតឈាមហើយនឹងស្រាប់តែមានផ្កានៃចិត្តស្អប់នឹងបានរីកចេញពីក្នុងខ្លួនរបស់ទូប្រុសដោយប្រើប្រាស់ឈាមរបស់គាត់តែម្ដងភ្លាមនោះប្រនាងវិនយិនស៊ូគាត់ក៏ទទួលបានអារម្មណ៍ដោយសារតែនៅក្នុងដៃរបស់គាត់នឹងគឺមានអំបោះមួយដែលអំបោះមួយហ្នឹងវាបង្ហាញអំពីចិត្តស្អប់នៅក្នុងខ្លួនរបស់ទូប្រុសអញ្ចឹងណាព្រោះគាត់កំពុងតែតាមរកចិត្តស្អប់មួយហ្នឹងយកមកដាំដុះឆ្អឹងបិសាចដើម្បីបណ្ដុះនៅផ្កាបិសាចជីវិត3អញ្ចឹងនៅពេលដែលនាងបានតាមមកដល់តាមរយៈការឲ្យតម្រុយនៃខ្សែដៃមួយហ្នឹងក៏ប៉ុន្តែឃើញថាផ្កាបិសាចកំពុងតែរីកចេញពីខ្លួនរបស់ទូប្រុសដែលផ្កាមួយហ្នឹងគឺផ្កាតំណាងនៃចិត្តស្អប់នាងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់មិននឹកស្មានថាផ្កាហ្នឹងវាបែរជារីកភ្លាមបែបហ្នឹងទេនាងក៏ស្រូបយកមករសារទុកដល់ក្នុងចិត្តកំពុងតែគិតថានេះគឺជាឱកាសល្អហើយនៅពេលដែលនាងតាមរកផ្កាពីរប្រភេទទៀតឃើញនោះគឺប្រកាសជាអាចគ្រប់គ្រងផែនដីបាននិងសងសឹកឲ្យឪពុកម្ដាយរបស់នាងជាមិនខានមិនដឹងថាសងសឹកឪពុកម្ដាយណាខាងណាទៀតទេទាំងអស់គ្នាដោយសារតែសមត្ថភាពរបស់ប្រនាងសាច់រឿងគេអត់ទាន់បានបង្ហើបទេណាវានៅតែជាអាចកំបាំងគ្រាន់ថាមើលទៅសកម្មភាពរបស់ប្រនាងដូចជាចង់សងសឹកឲ្យឪពុកម្ដាយពិតមែនខណៈពេលនៅខាងព្រះអង្គវិញនៅពេលនេះគាត់កំពុងក្រេះកោះហៅស៊ឺមុដែលជាអង្គរៈផ្ទាល់របស់ព្រះនាងយើងហ្នឹងណាមកប្រាប់ថាចាប់តាំងពីថ្ងៃនេះតទៅត្រូវតែការពារព្រះនាងឲ្យបានល្អបំផុតហើយនៅពេលណាដែលព្រះនាងមានផ្ទៃពោះឆាប់ទៅប្រាប់គាត់ភ្លាមជាបន្ទាន់ព្រោះគាត់ដូចជាបញ្ញាបញ្ញាចង់បានចៅខ្លាំងណាស់មិនដឹងថានឹងមានរឿងអ្វីកើតឡើងទេប៉ុន្តែមើលទៅព្រះអង្គក៏មិនមែនជាមនុស្សល្អដែរគាត់គឺជាព្រះអង្គម្នាក់ដែលមានមហិច្ឆតាគ្រប់គ្រងផែនដីមិនចង់ឲ្យរបូតទៅក្នុងកណ្ដាប់ដៃរបស់អ្នកដទៃទេពលសំបីតែអក្សរឆ្លងអក្សរឆ្លាក់របស់គាត់ហ្នឹងក៏គាត់ទៅសេចេញពីមហិច្ឆតារបស់គាត់ដែរថាជាស្ដេចតែម្នាក់គត់ដែលគ្រប់គ្រងផែនដីបានទឹកដីរបស់គាត់គ្រប់គ្រងនឹងនៅគង់វង្សជាអមតៈរាជវង្សរបស់គាត់នឹងនៅគង់វង្សជាអមតៈផងដែរព្រោះនេះគឺជាការលះបង់នៅកម្លាំងញើសឈាមសាច់ស្រស់ឈាមស្រស់នៃរាជវង្សរបស់គាត់វាយដណ្ដើមយកទឹកដីមកបានអញ្ចឹងតំណាងថាគាត់ត្រូវតែគ្រប់គ្រងទឹកដីនឹងបន្តលុះអវសានជារៀងរហូតគ្មាននិយាយគ្មានភាពអវសានហ្មងព្រោះអមតៈហើយកន្លែងមកមើលតួស្រីរបស់យើងវិញនៅក្នុងពេលនេះនាងកំពុងតែសប្បាយរីករាយជាមួយនឹងការថ្នាក់ថ្នមពីក្រុមបរិសជាច្រើនអ្នកនៅជុំវិញខ្លួនដោយនាងបានសួរទៅកាន់បរិសទាំងអស់នឹងថាមិនបានជាអ្នកទាំងអស់គ្នាស្ម័គ្រចិត្តមកបម្រើខ្ញុំនៅពេលហ្នឹងក៏មានអ្នកខ្លះនិយាយថាដោយសារតែប៉ានាងបានលួសខ្លួនខ្ញុំចេញពីកន្លែងបនស្រីដែលគេយកទៅប្រុសទៅបម្រើដែរចឹងណាហើយអ្នកខ្លះទៀតក៏និយាយថាអរគុណប៉ានាងដែលប៉ានាងអនុញ្ញាតឲ្យខ្ញុំបានរៀនសូត្រចេះដឹងជាមួយនឹងក្រុមមន្ត្រីទៀតចឹងទៅអ្នកខ្លះទៀតហ្នឹងក៏អរគុណដែលប៉ានាងបានយកគេមករៀបចំមកមើលថែរក្សានៅក្នុងដំណាក់បានយ៉ាងរីករាយចឹងគេសន្យាថានឹងនៅជាមួយប៉ានាងអស់មួយជីវិតចឹងទៅមានបរិសម្នាក់ទៀតដែលកំពុងតែឲ្យប៉ានាងគេនៅលើផ្លូវរបស់គេក៏និយាយមកថាប៉ានាងខាប់ទៅខ្ញុំមកចង់បម្រើប៉ានាងយូរហើយខ្ញុំមកក៏នៅបម្រើប៉ានាងយូរហើយដែរប៉ុន្តែអត់ដែលមានឱកាសមកនៅបម្រើប៉ានាងសោះប៉ុន្តែថ្មីនេះប៉ានាងបែរចាប់ចិត្តចំពោះតែមូហានឬមួយក៏ប៉ានាងចង់ឲ្យតែមូហានបម្រើប៉ានាងទុកវេនឲ្យទូបង្គំបម្រើប៉ានាងដែរទៅគេអត់មកចង់ថាប៉ានាងក៏ងើបខ្វេះប៉ានាងក៏បានប្រាប់ថាឥឡូវនេះ
សំណួរដែលខ្ញុំសួរអ្នកទាំងអស់គ្នាគឺចប់សពអស់ហើយអ្នកទាំងអស់នេះចេញទៅវិញអស់ហើយនៅពេលហ្នឹងគ្រប់គ្នាគាត់សិតតែខ្លាចប៉ានាងដែរព្រោះប៉ានាងគាត់កាចសាហាវខ្លាំងហ៎ចឹងហើយគ្រាន់តែលើសម្ដីថាប៉ានាងនឹងក្រោកឡើងវិញលែងមានផ្អាមល្ហែមទៀតហ្នឹងពួកគេក៏បញ្ញាបញ្ញាចាក់ចេញពីកន្លែងហ្នឹងអស់ទៅក្នុងចិត្តរបស់ប៉ានាងក៏និយាយទៅអ្នកឯងថាមូហានខ្ញុំត្រូវតែធ្វើឲ្យលោកស្រឡាញ់ខ្ញុំឲ្យបានដើម្បីធ្វើឲ្យផ្កានៃចិត្តស្រឡាញ់ហ្នឹងដុះចេញពីក្នុងខ្លួនរបស់ទូប្ររបស់យើងទៀតដល់បន្ទាប់ពីនឹងមកប៉ានាងគាត់ក៏បានប្រគល់នៅគ្រឿងជាច្រើនមានគ្រឿងមានតម្លៃមានប្រាក់របស់របរប្រើប្រាស់ចឹងណាសុទ្ធតែជាវត្ថុមានតម្លៃទាំងអស់ឲ្យទៅកាន់មូហានព្រោះអីនាងបានសួរយោបល់ពីក្រុមបរិបទទីច្រើននោះមិនបានជាលងស្រឡាញ់ស្ម័គ្រចិត្តនៅបម្រើប៉ានាងចឹងពួកគេសុទ្ធតែទទួលបានផលប្រយោជន៍របស់របរមានតម្លៃចឹងណាចឹងប៉ានាងក៏នឹកឃើញរឿងមួយហ្នឹងប្រគល់របស់មានតម្លៃជាច្រើនឲ្យទៅកាន់មូហានរបស់យើងប៉ុន្តែមូហានគាត់ថាប៉ានាងខ្ញុំអត់ចូលចិត្តរបស់ទាំងអស់ហ្នឹងទេប៉ានាងមិនបាច់តាមកម្លាំងចំណាយកម្លាំងញើសឈាមអត់ប្រយោជន៍មកលើខ្ញុំដោយយករបស់ទាំងអស់មកឲ្យខ្ញុំទេប៉ានាងគាត់ញញឹមហើយគិតក្នុងចិត្តថាអញ្ចឹងមានទៅកន្លែងចូលចិត្តមានតែលោកឯងនឹងចូលចិត្តរឿងមួយទៀតនាងគិតថាជារឿងនៅលើក្រែអញ្ចឹងណាទូស្រីរបស់យើងគាត់ក៏មកខ្សឹបក្បែរតាជារបស់ទូប្រុសថាបន្តិចទៀតទៅបន្ទប់របស់ខ្ញុំអញ្ចឹងអើយប៉ានាងនេះយ៉ាប់មកលុះដល់ពេលប៉ានាងវិនយិនស៊ូគាត់បានមកដល់ដំណាក់របស់ខ្លួនហើយកំពុងតែរៀបចំខ្លួនរងចាំមូហាននឹងដើរមកដល់មូហានក៏បានដើរបណ្ដាមានការប្រុងប្រយ័ត្ននិងឆ្ងល់នៅក្នុងចិត្តបណ្ដានៅពេលដែលគេបានមកដល់ក្រែរបស់ប៉ានាងរួចហើយឃើញប៉ានាងកំពុងតែពំផ្លិតប៉ានាងនឹងធ្វើកាយវិការស៊ីអារម្មណ៍ខ្លាំងមែនតើគេក៏សួរទៅថាប៉ានាងតើប៉ានាងហៅទូបង្គំមកជាបន្ទាន់មកដល់ដំណាក់របស់ប៉ានាងតើមានរឿងអីចង់បានអ្វីពីទូបង្គំទៅប៉ានាងថាមកកន្លែងនេះសិនមកឡើងមកលើក្រែរបស់ខ្ញុំមកបន្ទាប់មកមូហាននឹងក៏ឡើងទៅតាមការបញ្ជារបស់ប៉ានាងក៏សួរទៀតថាយ៉ាងម៉េចឃើញសកម្មភាពរបស់ខ្ញុំនៅពេលនេះហើយតើលោកគិតថាតើខ្ញុំកំពុងតែចង់បានអីមូហានគាត់ក៏បានដឹងខ្លួនទុកជាមិនដែរដូច្នេះហើយគាត់ក៏បានអោនទៅចិត្តធ្វើអារម្មណ៍ដូចជារៀងណែបនិតចង់គៀកកិតចិត្តកាយជាមួយនឹងប្រនាងដែរអញ្ចឹងហើយនៅក្នុងពេលហ្នឹងគាត់ក៏បានអោនទៅប្តេជ្ញាផ្ដួលជាមួយនឹងប្រនាងការពិតទៅវាគ្រាន់តែជាការសម្ដែងរបស់មូហានទេអំឡុងពេលហ្នឹងស្រាប់តែមានសរសៃវាំងននមកផ្ទះហ្នឹងក៏បានបក់មកផាត់ប៊ីនឹងបាំងភ្នែករបស់ប្រនាងនៅពេលនោះមូហានគាត់ក៏បានយកខ្សែវាំងននហ្នឹងមកចងរុំដៃរបស់ប្រនាងតែម្ដងនៅពេលហ្នឹងប្រនាងវិនយិនស៊ូរបស់យើងគាត់មានអារម្មណ៍ថារៀងប្រុងប្រយ័ត្នចំពោះមូហានបន្តិចប៉ុន្តែវាអាចថាជាចំណងចំណុចចិត្តរបស់គេដូច្នេះហើយប្រនាងក៏សួរថាម៉េចឯងចូលចិត្តប្រាមមធ្យោបាយនឹងពិតមែនទេនៅពេលហ្នឹងមូហានក៏តបទៅវិញថាមែនហើយខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលហ្នឹងខ្ញុំអាចធ្វើវាបានទេព្រោះអីហ្នឹងមុនហ្នឹងប្រនាងបានហៅបរិបទជាច្រើនមកបម្រើនឹងកំដរប្រនាងបាត់ទៅហើយប្រនាងបែរជាហៅខ្ញុំមកក្រោយគេអញ្ចឹងខ្ញុំអត់ធ្វើវានោះទេប្រនាងលឿនចឹងគាត់មានអារម្មណ៍ថាអកសើមិនដឹងទេទាំងអស់គ្នាគាត់ហាក់ដូចជាភ័យខ្លាចបន្តិចអីបន្តិចមិនដឹងមិនទេទឹកមុខរបស់គាត់ក៏ប្រែប្រួលទៅប៉ុន្តែសំណាងល្អពេលហ្នឹងស្រាប់តែសម្ដេចហឺឈွန်គឺជាម្ចាស់បងដែលទូស្រីរបស់យើងប៉ានាងវិនយិនស៊ូគាត់ហៅថាម្ចាស់បងហ្នឹងណាប៉ុន្តែគឺជាសម្ដេចឆឹងអានដែលអេដមីនបានហៅគាត់កាលមុននឹងឯងគាត់ក៏ចូលមកឃើញសកម្មភាពបែបហ្នឹងគាត់អត់មានអារម្មណ៍ឲ្យប្លែកទេមើលទៅទំនងថាប៉ានាងគាត់តែងតែលេងល្បែងបែបហ្នឹងទៅហើយប៉ុន្តែគាត់ក៏បាននិយាយថាម្ចាស់ប្អូនណាមកជាមួយយើងបន្តិចចឹងគាត់ក៏ដឹកដៃប៉ានាងចាក់ចេញទៅបាត់ទៅគណៈពេលប៉ានាងឃើញចឹងហើយគាត់សប្បាយចិត្តមានអារម្មណ៍ថាមកតាន់ពេលវេលាល្អណាស់ទូប្រុសរបស់យើងវិញក៏គិតអញ្ចឹងដែរគាត់ថាមកចំពេលវេលាល្អណាស់បងស្រីទៅណាហ្នឹងគាត់ហៅទូស្រីរបស់យើងថាបងស្រីអញ្ចឹងណាប៉ុន្តែការពិតទៅគាត់អត់ចង់ធ្វើអីលឹះហួសលុះពីនឹងទេបានទូស្រីរបស់យើងចាក់ចេញទៅទាំងបែបហ្នឹងគាត់ក៏សប្បាយចិត្តដែរហើយឈွန်គាត់បាននាំប្រនាងវិនយិនស៊ូរបស់យើងមកប៉ាវភោជនីយដ្ឋានមួយអង្គុយញ៉ាំតែ2នាក់ដោយយកនំជាចំណងចំណុចចិត្តរបស់ប្រនាងឲ្យប្រនាងសោយថែមទៀតនឹងបានពួលពាក្យមួយចំនួនទៅកាន់ប្រនាងថាកាលពីដើមឡើយប្រនាងគឺមិនដែលបែងចែករវាងទំនាក់ទំនងជាបងប្អូនអីទេតែទៅស្និទ្ធស្នាលជាមួយនឹងគេនឹងដូចជាគូស្នេហ៍អញ្ចឹងប៉ុន្តែថ្មីនេះមិនបានជីប្រនាងហាក់ដូចជាផ្លាស់ប្ដូរចិត្តគំនិតតែងតែចង់នៅឆ្ងាយពីគេហើយបែងចែកសមាជិករវាងបងនិងប្អូនច្បាស់លាស់ខ្លាំងម្ល៉េះតែនៅពេលនេះដោយសារតែមូហានមិនដែរឬមួយក៏អត់ប្រនាងថាអត់ទេមិនមែនដោយសារតែគេទេប៉ុន្តែរឿងរបស់ពួកយើងគួរតែបញ្ចប់ត្រឹមហ្នឹងហើយនៅពេលហ្នឹងហឺឈွန်គាត់អត់ព្រមទេគាត់ថាអត់ទេបញ្ចប់យ៉ាងម៉េចទៅខ្ញុំសុខចិត្តគ្រប់យ៉ាងទាំងអស់ឲ្យតែប្រនាងរបស់យើងនឹងព្រមធ្វើជាមួយនឹងគាត់ដោយការពីមុនវិញគឺអត់បែងចែករវាងបងប្អូនអីទេគឺមានទំនាក់ទំនងដូចជាស្នេហាជាមួយគ្នាអញ្ចឹងប៉ុន្តែប្រនាងរបស់យើងគាត់ក៏តទៅវិញថាស្នេហាដែលវាអាក្រក់មើលខ្លាំងពេកអញ្ចឹងណាគួរតែបំភ្លេចចោលទៅវាគឺជាអតីតកាលទៅហើយពេលនេះគាត់លែងគិតរឿងនឹងបន្តទៀតហើយប៉ុន្តែឈွန်គាត់គិតចឹងទៀតថាអត់ទេទោះបីយ៉ាងណាក៏ដោយគិតខ្ញុំយ៉ាងណាក៏ដោយខ្ញុំមកសុខចិត្តទទួលយកទាំងអស់ប៉ុន្តែទូស្រីរបស់យើងគាត់នៅតែមិនព្រមរួចហើយគាត់ក៏ច្រានគេចេញដើរចាក់ចេញពីភោជនីយដ្ឋានមួយនឹងមកគណៈពេលដែលពេលហ្នឹងស្រាប់តែមានប្រនាង2នាក់គឺប្រនាងហ្វូយីដែលជាប្រនាងទី2ជាមួយនឹងប្រនាងម្នាក់ទៀតដែលជាម្ចាស់ប្អូនរបស់ប្រនាងដែលសោយទីបង្គត់ទៅហើយកម្រងថានឹងយកទូប្រុសរបស់យើងនឹងឲ្យរៀបអភិសេកជាមួយប្រនាងសោយទីបង្គត់នឹងដុតទៅជាមួយគ្នាអញ្ចឹងណា
ដោយសារតែមានកំហឹងធ្លាប់ឆ្លុះប្រកែកគ្នាជាមួយនឹងតួស្រីគេក៏ចង់មកជំរះបញ្ជីជាមួយនឹងព្រះនាងវិនយីស៊ូតួស្រីរបស់យើងនេះប៉ុន្តែព្រះនាងហ្វូយីគាត់មានល្បិចកលឆ្លាតឆ្លៀសវៃជាងគាត់ក៏សប្រាប់ទៅកាន់ព្រះនាងប្អូននឹងថាកុំទៅពេលនឹងអីគួរតែចេះវិញចឹងហើយគេក៏បណ្ដោយឲ្យព្រះនាងវិនយីស៊ូរបស់យើងធ្វើដំណើរមកដល់កន្លែងស្ងាត់នៅពេលនោះស៊ឺមូដែលជាអង្គរៈចំណិតរបស់តួស្រីរបស់យើងទើបតែទទួលបញ្ជាពីព្រះអង្គមកថាឲ្យចាប់ប្រយ៉ែងការពារព្រះនាងឲ្យបានល្អផងភ្លាមហ្នឹងស្រាប់តែមានឃាតករមួយក្រុមបានចូលមកប្រយុទ្ធសម្ដៅមករកគេតែម្ដងនៅពេលហ្នឹងស៊ឺមូគេក៏ប្រយុទ្ធជាមួយនឹងក្រុមឃាតករទាំងអស់ហ្នឹងប៉ុន្តែដោយសារតែពួកគេខ្លះប្រយុទ្ធហើយហ្នឹងក៏មានប្រើថ្នាំអំពុលមកលើគេទៀតនៅពេលហ្នឹងស៊ឺមូអាចទប់ទល់បាននោះទេគេក៏ត្រូវថ្នាំអំពុលរួចហើយក៏ដួលសន្លប់បាត់ទៅខណៈពេលដែលតួស្រីរបស់យើងអំឡុងពេលដែលកំពុងតែអង្គុយប្រយ័ត្នខ្លួននៅក្នុងគ្រែស្នាយនោះបានដឹងជាស្រេចទៅហើយថានៅខាងក្រៅគឺកំពុងតែមានឃាតករចង់វាយប្រហារមកលើនាងហើយអញ្ចឹងតួស្រីរបស់យើងគាត់ក៏ដកស្លៀកសក់ត្រៀមសម្រាប់មកការពារខ្លួនក៏ប៉ុន្តែមិនទាន់នឹងបានប្រមាណផងស្រាប់តែមានឃាតករម្នាក់បានបើកវាំងណោនស្បៃរបស់ប្រទេសនាងរួចហើយក៏ចូលទៅសង្គ្រប់លើព្រះនាងរបស់យើងយកតែម្ដងមិនដឹងថាយ៉ាងណាទេទាំងអស់គ្នា